អីសងស៊ីខួរខ្លាំងអូដាច់អរគុណណាមួយបេះដូង1000រៀលជម្រាបសួរសួស្តីអ្នកនរគ្នាខ្ញុំពេជ្រវិស័យនេះដែរគឺខ្ញុំរៀបចំខ្លួនទៅញ៉ាំអីនៅកន្លែងអ៊ីសងទីតុកស៊ីខួរមែនតើអ្នកនរគ្នាបើកមកគឺឃើញវីដេអូគាត់លក់របស់ក្មេងញ៉ាំទៅកប៉ិចកប៉ុកឲ្យឃ្លាតរហូតឆាយព្រោះខ្ញុំទៅចង់មកតែខ្ញុំរវល់ pop up ថ្ងៃនេះឆ្លៀតទៅថ្ងៃ pop up ចុងក្រោយអត់សូវរវល់ចឹងឆ្លៀតទៅហើយចាទៅរកអ៊ីសងអ្នកនរគ្នាអ៊ីសងពេញ TikTok ខ្លាំង Let's go តាំងពីអ៊ីសងមនុស្សតិចឥឡូវអ៊ីសងមនុស្សច្រើនទៅតែឃើញមានអារម្មណ៍ថាតំណងឲ្យផ្លែគឺចង់ឃើញចង់ញ៉ាំហើយកប៉ិចកប៉ុកកាយើងនៅហើយដល់ហើយនេះអូសាឡាគេឡើងធំកូនក្មេងចេញលេងទៀតលោកព្រះអត់ចង់ដើរតាមមុខអត់ចោលក្មេងគាត់នេះអ៊ីសងនោះមកមកអ៊ីសងស៊ីខួរខ្លាំងអូអត់ដាច់ហើយកាលមុនម៉ាក់ខ្ញុំធ្លាប់លក់នៅសាលាក្មេងៗអញ្ចឹងដែរនេះហ្នឹងលក់100 200ដូចខ្មែរទេថ្ងៃនេះមួយបេះដូងឲ្យបានញ៉ាំទេបងញ៉ាំអស់ហើយឥឡូវយើងនៅសល់តែប៊ីស៊ុបហើយនឹងបង្គាទេយើងយកប៊ីស៊ុប2ហើយបាយបង្គាជៀន3ទេអត់បានញ៉ាំគ្រប់មុខទេចង់ថាអស់តែមក11នំប៉័ងចេញថ្មីទេហើយណាមិនចេញថ្មីឬអីទេគឺស្នូក្រាគឺអ៊ីសងដាក់សាច់ក្រាមហើយសាច់ក្រាមហ្នឹងគឺលយមែនតែនគឺវារៀងថ្លៃដែរគឺប្របាយវាបានអញ្ចឹងណាហើយឡងតសៃគួរឲ្យចង់ញ៉ាំមែនតើហើយសំខាន់រសជាតិវាឆ្ងាញ់ទៀតណែអរគុណណាមួយបេះដូង1000រៀលស្អាតខ្លាំងមែនតើហើមួយក្មេងអ្នកគ្នាឥឡូវអូអខ្លាំងណាស់ក្មេងៗនៅជុំចិត្តខ្ញុំនៅក្នុងអ្នកនរគ្នាបងទាជាមកបបពីគាត់បងទាផ្កាយចុកទៅលក់មានផ្អែមដំអញ្ចឹងទៅតែឲ្យចុកទៅលក់ផ្អែមអ្នកនេះបើកាទៀវនេះមួយចាន1000សុបកាទៀវស៊ីឈន់អូនេះស្ងួយទីខ្ញុំឲ្យទៀតអរគុណអូអរគុណខ្ញុំផ្កាយនឹងទឹកសុបក៏ឈ្ងុយណាធម្មតាមានឈ្ងុយតែផតមកទឹកសុបក៏ល្មមញ៉ាំតែមានជាតិតិចៗដំយ៉ាជួបគ្នាជាមួយនឹងការ review បាយអ៊ីសងបាទហ្នឹងណាថ្ងៃឲ្យឈ្ងុយបងទាហើយនឹងទឹកអីគេអាទឹកតាហ៊ូគាត់នេះចឹងបានក្មេងចូលចិត្តទិញអ៊ីសងណាហ្នឹងហើយអ្នកនរគ្នាចង់និយាយថាបោះកូនក្មេងមិនដែរយើងអាចញ៉ាំបានដែររសជាតិអីវាមានជាតិឡំអញ្ចឹងណាលក់ពីម៉ោងម៉ែនដល់ម៉ោងម៉ែនម៉ោង7បើកអីម៉ោង7បើកអីលក់បានឆ្នាំអី21ឆ្នាំហើយលក់តាំងពីនៅកូនក្មេងហើយលក់កូនក្មេងហ្នឹងលក់បាយមួយចាន300តែផ្ទុះត្រឹម TikTok បណ្ដោយហ្នឹងហើយដល់ពេលចាប់ដើមពេលផ្ទុះគឺមកចំប៉ោងហ្នឹងបងលក់តែប៉ោងផ្ទុះដែរនៅនេះមានរបស់ផ្សេងលក់ដែរអ្នកគ្នាពេលមកជួយទិញអ៊ីសងជួយទិញអ៊ីនៅចិត្តហ្នឹងមានទឹកមានអីទិញចែករំលែកគ្នាណាអស់គ្នាថ្លៃទូអានញ៉ាំគ្នាញ៉ាំមួយឆ្អែតហើយខ្ចប់5-10ផ្អមអ្នកនៅផ្ទះផ្ញើក្មេងៗពងតបឆាតអស់40500គាត់ចុះឲ្យ500សល់40000ចុះឲ្យមួយបេះដូង500នេះក្មេងៗទិញឲ្យបាន2នេះដែរក្មេងៗទូរស័ព្ទគ្រប់ដៃមិនដូចជំនាន់ខ្ញុំណាចេញលេងរត់លេងបែកនេះគេតម្រូវឲ្យមានទូរស័ព្ទតាំងពីថ្នាក់ទី3ទៅសម័យអ៊ីនធឺណិតសាប់មែនឡើយចាសម័យបាទជួបជាមួយនឹងអ៊ីសងក្នុងជីវិតពិតបាទចាំថ្ងៃគេថាបែកញើសខ្លះអ្នកនរគ្នាឥឡូវខ្ញុំទៅផ្ទះវិញហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ